ទ្រឹស្ដីល្អវាត្រូវរួមសំជាមួយនឹងបទពិសោធន៍ជាងការយើងបានយោបល់ថាត្រូវធ្វើអញ្ចេះត្រូវធ្វើអញ្ចឹងប៉ុន្តែអា real life នេះខ្ញុំប្រសាទទៀតថាអាមែនទេណាជួនកាលគ្រូធនក៏ចាញ់បោកគេដែរមែនណានៅស្រុកខ្មែរយើងមានធម្មចាស់មួយអង្គចាញ់បោកគេអស់$7,000ណាតាំងចាំចាំណានោះទេសនាបដៅគេតាំងមុនខ្មែរដល់ពេលអង្គការស្អីគេថាឲ្យតិចបានច្រើននោះដាក់លុយនឹងដាក់លុយប៉ុណ្ណេះបានការប្រហែលដាក់លុយប៉ុណ្ណេះវាបានមែនដាក់ដបោកបានលោកដើរប្រមូលយាយអ្នកមករៀនធនហ្នឹងអស់រាប់ម៉ឺនទៀតដាក់នោះប្រមូលបានរាប់លានរត់បាត់ yes អញ្ចឹងបានថាទ្រឹស្ដីល្អវាមានប្រសិទ្ធភាពឬអត់គឺនៅពេលរឿងហ្នឹងវាមកដល់អញ្ចឹងបានរឿងចឹងទូចាស់មានបទពិសោធន៍ដែរដូចខ្ញុំថាមានប្រសាសន៍មិនហ្នឹងល្អដោយសារមានបទពិសោធន៍កាន់តែច្រើនជាមេរៀន